ភាពអំណត់អត់ធន់កូនត្រូវយល់ដឹងថាសេចក្តីអំណត់អត់ធន់ញ៉ាំងនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅ1អត់ធន់ក្នុងរឿងដែលគួរអត់ធន់2អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ឪសូមអធិប្បាយគឺកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ដូចជាអត់ធន់ចំពោះមុខនីតិអត់ធន់ក្នុងការបរិភោគការដេកការរៀនចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនីតិរបស់យើងមួយផងដែរតទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេត្រូវគេប្រទុះតបវិញយើងត្រូវអត់ធន់ទាំងដែលយើងមិនបានធ្វើខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតបើកូនធ្វើបានឈ្មោះថាកូនល្អដល់ក្រៃលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនព្រមទាំងបរិវារកាលណាបើកូនមានសេចក្តីអត់ធន់បែបនេះសេចក្តីអត់ធន់ធ្វើឲ្យជាមនុស្សចិត្តធ្ងន់សេចក្តីអត់ធន់ធ្វើឲ្យរួចចាកក្រញាំតណ្ហាសេចក្តីអត់ធន់ធ្វើឲ្យមានរបៀបវិន័យសេចក្តីអត់ធន់បញ្ចប់សេចក្តីក្រោធបានសេចក្តីអត់ធន់ធ្វើឲ្យតម្កល់ខ្លួនបានសេចក្តីអត់ធន់ជាដៃគូក្នុងការងារសេចក្តីអត់ធន់ជាអាវក្រោះរបស់ចិត្តសេចក្តីអត់ធន់នាំឲ្យមានមិត្តខ្សត់សត្រូវសេចក្តីអត់ធន់ជាបិតានៃគុណធម៌ទាំងពួងដែកដែលយកទៅដុតដោយភ្លើងហើយយកមកដំធ្វើជាឧបករណ៍ផ្សេងៗរមែងរឹងនិងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អក៏ជាមនុស្សរឹងប៉ឹងនិងមានគុណតម្លៃយ៉ាងដូច្នោះដែរទង់ជ័យព្រះពុទ្ធខន្តីប្រែថាការអត់ទ្រាំរឹងមាំល្អស្រស់ដូចជាទង់រក្សាកុសលឲ្យគង់វង្សមេត្តាដូចទង់បក់រវិចមេត្តាខន្តីគូសំស័កមិនមានថ្នាំងថ្នាក់អ្វីបន្តិចគឺអតោសៈថ្លៃជាងពេជ្រកំទេចសត្រូវនៅក្នុងខ្លួនខ្សែកតញ្ញូបង្ហត់ទង់ទ្រទ្រង់បារមីឲ្យមុំមួនបញ្ញាជាដងយ៉ាងសុបសួនរបស់អង្រួនគឺលោកធម៌សតិជាគ្រឹះកប់ក្នុងដីដងទង់គ្មានអ្វីត្រូវញាប់ញ័រទង់បក់រវិចរំលេចពណ៌ទទួលលោកធម៌ទាំង8ខៀវលឿងក្រហមសហង្សបាតពណ៌ភ្នែកស្រស់ស្អាតចាំងលក្ស្មីជាផលសម្រេចពីបារមីសិលជាផែនដីត្រូដងទង់អត្ថបទនេះដកស្រង់ចេញពីសៀវភៅកូនមានឪពុករៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សដោយ5000ឆ្នាំ